សូមជម្រាបសួរបាទវីដេអូនេះខ្ញុំសូមធ្វើការឆ្លើយតបទៅនឹងក្រុមមនុស្សមួយចំនួនដែលគាត់មានគំនិតអគតិចំពោះរដ្ឋាភិបាលហើយបន្ទាប់ពីឃើញលិខិតដែលសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតលោកបានផ្ញើជូនទៅប្រធានាធិបតីត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកនិងលិខិតរបស់ជំទាវ ចោមនិមលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាផ្ញើជូនតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកដើម្បីសុំការចរចាក្រោយបន្ទាប់ពីពេលសហរដ្ឋអាមេរិកបានបង្កើនអត្រាពន្ធនាំចូលទំនិញពីប្រទេសកម្ពុជារហូតដល់ទៅ 49% ហើយនៅក្នុងលិខិតរបស់រាជរដ្ឋាភិបាលកម្ពុជារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតគឺបានបញ្ជាក់ច្បាស់ថានឹងឲ្យរដ្ឋមន្ត្រីពាណិជ្ជកម្មរបស់កម្ពុជាចរចាជាមួយនឹងតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកហើយក្នុងលិខិតរបស់ជំទាវ ចោមនិមលក៏បានបញ្ជាក់ច្បាស់អំពីជំហរនិងការបដិញ្ញាចិត្តរបស់ភាគីកម្ពុជាគឺថាបញ្ចុះអត្រាពន្ធនៃការនាំចូលរាល់គ្រប់ទំនិញពីសហរដ្ឋអាមេរិកដែលពីមុនមានរហូតដល់ 35% មកនៅត្រឹមតែ 5% ហើយក្រុមអ្នកដែលគាត់មានគំនិតអគតិអំពីរឿងនេះគាត់បានធ្វើការវាយប្រហារថាមិនក៏រដ្ឋាភិបាលកម្ពុជានឹងមិនខ្លាំងទៀតទេណាហេតុអីចាំបាច់អន់ម្លេះធ្វើទៀបម្លេះអោនលំទោនទៅសុំការចរចាជាមួយអាមេរិកធ្វើអីខ្ញុំសូមជម្រាបថាលិខិតដែលសម្ដេចមហាបវរធិបតីក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជាផ្ញើជូនទៅប្រធានាធិបតីត្រាំក៏ដូចជាលិខិតរបស់ជំទាវ ចោមនិមលក្នុងនាមរដ្ឋមន្ត្រីពាណិជ្ជកម្មរបស់កម្ពុជាផ្ញើជូនទៅតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកវាមិនមែនជារឿងថោកទាបទេហើយវាមិនមែនជារឿងមិនអន់អីទេពីព្រោះនេះគឺជាកាយវិការទន់ភ្លន់សម្រាប់តំណែងតំណងអន្តរជាតិរវាងប្រទេសទ្វេភាគីដែលជាប្រទេសដៃគូពាណិជ្ជកម្មនឹងគ្នាផងនិងក៏ជាប្រទេសដែលមានតំណែងតំណងការទូតជាមួយនឹងគ្នាផងអញ្ចឹងលិខិតរវាងរដ្ឋនៃរដ្ឋាភិបាលឯករាជ្យមួយផ្ញើជូនទៅប្រមុខរដ្ឋនៃរដ្ឋាភិបាលឯករាជ្យមួយដែលជាសមាជិកនៃអង្គការសហប្រជាជាតិដូចគ្នាហើយជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក WTO ដូចគ្នាហើយជាប្រទេសដែលមានគេហៅថាការដោះដូរនៅទំហំពាណិជ្ជកម្មឆ្លងប្រទេសជាមួយគ្នាកន្លងមកហើយនឹងក៏ជាប្រទេសដែលមានតំណែងតំណងការទូតនិងប្រវត្តិការទូតជាមួយគ្នារាប់សិបឆ្នាំមកហើយវាមិនមែនជារឿងអន់រឿងថោកទាបរឿងគេថាប្រកែឬមិនប្រកែខ្លាំងឬមិនខ្លាំងអីទេក៏ប៉ុន្តែគឺជាកាយវិការមួយទន់ភ្លន់របស់ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាដែលសម្ដែងនៅឆន្ទៈដើម្បីស្វែងរកផលប្រយោជន៍ពាណិជ្ជកម្មឲ្យមានតុល្យភាពទាំងសងខាងហើយនិងប្រយោជន៍ទាំងសងខាងហើយនេះគឺជាការទទួលខុសត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចំពោះអ្នកវិនិយោគដែលរកស៊ីនៅក្នុងប្រទេសកម្ពុជាក៏ដូចជាប្រជាជនកម្ពុជាទាំងមូលមានន័យថាកម្ពុជាមិនចង់មានភាពល្អក់កកពាណិជ្ជកម្មឬក៏ចង់តទល់ធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយនឹងប្រទេសណាទេមិនថាជាប្រទេសអាមេរិកឬក៏ប្រទេសចិនឬក៏ប្រទេសអឺរ៉ុបឬក៏ប្រទេសអាស៊ីទេគឺរក្សាកម្ពុជារក្សានៅគេហៅថានយោបាយការទូតមួយអព្យាក្រឹតផ្អែកលើច្បាប់ហើយសម្ដែងនៅភាពទន់ភ្លន់គឺថាទីណាក៏មិត្តអ្នកណាក៏ជាមិត្តមហាអំណាចធំតូចចិត្តឆ្ងាយគឺជាមិត្តរបស់កម្ពុជាទាំងអស់គឺកម្ពុជាឈរលើមាគ៌ាសន្តិសហប្រតិបត្តិជាមួយនឹងបណ្ដាប្រទេសទាំងអស់លើពិភពលោកដូច្នេះចំពោះការលើកឡើងវាយប្រហាររបស់ជនមួយចំនួនដែលគាត់គិតថាយកអានឹងទៅធ្វើជំនួយនយោបាយនៅពេលដែលអាមេរិកបានបញ្ចេញនៅអត្រាពន្ធថ្មីមួយសម្រាប់នាំទំនិញពីកម្ពុជាទៅសហរដ្ឋអាមេរិកភ្លាម 49% គឺគាត់បាននិយាយបំភ្លឺរួចហើយថាមកពីកម្ពុជា
យកពន្ធពីទំនិញនាំចូលពីអាមេរិកនឹងរហូតដល់ទៅ 97% ហ្នឹងគាត់ធ្វើវិច្ឆេទកម្មបំផ្លៃបំភ្លើសនៅព័ត៌មានមិនពិតរួចមកហើយតាមពិតអត្រាពន្ធទាំងអស់ដែលនាំចូលមកពីសហរដ្ឋអាមេរិកគឺយើងរក្សាខ្ពស់បំផុតគឺ 35% តាមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោកអត់មានទំនិញណាមួយមកពីសហរដ្ឋអាមេរិកលើសពី 35% ដែលមានតែក្រោម 35% តែឥឡូវនេះរដ្ឋាភិបាលកម្ពុជាមានសុខឆន្ទៈសម្ដែងនៅការពេញចិត្តពេញថ្លើមនិងចរចាជាមួយសហរដ្ឋអាមេរិកដើម្បីរក្សាជញ្ជីងពាណិជ្ជកម្មនៃប្រទេសទាំងពីរឲ្យមានផលប្រយោជន៍ទាំងសងខាងគឺសុខចិត្តបញ្ចុះទំនិញគ្រប់មុខ19មុខដែលនាំចូលមកពីសហរដ្ឋអាមេរិកនោះគឺពីទំនិញខ្លះពី 35% មក 5% ខ្លះពី 25% មក 5% គឺថាគ្រប់19មុខនោះគឺ 5% ស្មើតែម្ដងអញ្ចឹងកាយវិការនេះគឺជាការទទួលខុសត្រូវរបស់កម្ពុជាគឺយើងមិនមែនឆ្លើយតបរបៀបថាអាមេរិកតម្លើងពន្ធយើងតម្លើងពន្ធវិញសងសឹកជាមួយអាមេរិកអត់ទេដោយបណ្ដាប្រទេសមួយចំនួនគឺប្រកាសអិរិយាបថបែបហ្នឹងគឺថាតម្លើងពន្ធវិញសងសឹកជាមួយសហរដ្ឋអាមេរិកតែកម្ពុជាអត់ទេគឺយើងចង់បានការដោះស្រាយគ្នាដោយសន្តិវិធីដោយសុំការចរចាហើយនឹងមានការទម្លាក់នៅអត្រាភាគរយនៅមុខទំនិញ19មុខដែលមានខ្ពស់បំផុតដល់ 35% ហ្នឹងគឺថាមិននៅឲ្យត្រឹមតែ 5% ស្មើគ្នាតែម្ដងដែលកាយវិការនេះគឺសម្ដែងឲ្យឃើញថាជាការទទួលខុសត្រូវរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាចំពោះអ្នកវិនិយោគទុនដែលរកស៊ីនៅក្នុងប្រទេសកម្ពុជាផងហើយនឹងចំពោះប្រជាពលរដ្ឋកម្ពុជាដែលត្រូវការប្រើប្រាស់ទំនិញផលិតផលពីសហរដ្ឋអាមេរិកផងជាពិសេសគឺទៅលើម្ហូបអាហារសាច់គោហើយនឹងគ្រឿងសម្ភារៈឡានដឹកជញ្ជូននិងឡានសម្ភារៈកសិកម្មមួយចំនួនហ្នឹងគឺជាកាយវិការមួយដែលបង្ហាញថារដ្ឋាភិបាលកម្ពុជាមានភាពវៃឆ្លាតគឺយើងអត់មានគេហៅថាកអឺតកតោមឬក៏ឆ្លើយតបបែបគេហៅថាចង់សងសឹកនឹងការតម្លើងពន្ធរបស់សហរដ្ឋអាមេរិកក្នុងពេលដែលអាមេរិកបានតម្លើងពន្ធមកលើកម្ពុជាទេប៉ុន្តែអ្វីដែលជាការបកស្រាយរបស់ក្រុមមនុស្សមួយចំនួនតូចដែលគាត់មានចេតនាប្រើប្រាស់នៅសារព័ត៌មានឬក៏អត្រាពន្ធថ្មីរបស់សហរដ្ឋអាមេរិកនេះដើម្បីមកវាយប្រហារលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាគឺគាត់មានបំណងតាមរបៀបវិរៈនយោបាយមួយដែលចាប់ផ្ដើមតាំងពីដើមទីនោះគឺគាត់បានធ្វើការបំភ្លឺពន្លឺហួសពីការពិតទៅហើយដែលថាអាមេរិកសងសឹកកម្ពុជាដោយសារកម្ពុជាយកទំនិញដែលនាំចូលមកពីអាមេរិកគ្រប់ប្រភេទទាំងអស់រហូតដល់ទៅ 97% ដែលនេះគឺជារឿងគួរឲ្យសោកស្ដាយដែលក្នុងឋានៈជាពលរដ្ឋខ្មែរផងដែរហើយដែលគាត់ទៅរស់នៅក្រៅប្រទេសក៏ដោយគាត់ធ្លាប់ធ្វើការបម្រើវិទ្យុបរទេសក៏ដោយគាត់ធ្លាប់រស់នៅទីណាក៏ដោយក៏ប៉ុន្តែគាត់តែនិយាយថាគាត់ស្រឡាញ់ខ្មែរហើយគាត់ចង់ជួយខ្មែរហើយគាត់ចង់ឲ្យសេដ្ឋកិច្ចខ្មែររស់រវើករុងរឿងក៏ប៉ុន្តែចាប់ផ្ដើមភ្លាមគឺថាគាត់វាយប្រហារមកលើគេហៅថាដំណោះស្រាយសន្តិវិធីរបស់រដ្ឋាភិបាលកម្ពុជាចាប់ផ្ដើមភ្លាមគាត់ចាប់ផ្ដើមនិយាយកុហកប្រជាជនកម្ពុជាតាមតែភាពល្បីល្បាញរបស់គាត់នៅលើបណ្ដាញសង្គមគឺគាត់កុហកថានេះគឺជាសង្គ្រាមពាណិជ្ជកម្មសងសឹកដែលអាមេរិកសងសឹកមកកម្ពុជាដោយសារតែកម្ពុជាយកពន្ធពីអាមេរិកគ្រប់មុខទំនិញនាំចូលពីអាមេរិករហូតដល់ 97% ប៉ុន្តែតាមពិតក៏អត់មានទេអត់មានតតែសោះថាគ្មានមួយមុខទំនិញណាមួយដែលកម្ពុជាយកពីអាមេរិករហូតដល់ 97% គឺយើងបានគោរពយ៉ាងប្រកាសប្រជានឹងតាំងតែងបំផុតនៅរបបពន្ធតាមច្បាប់ពាណិជ្ជកម្មពិភពលោកអង្គការពាណិជ្ជកម្មពិភពលោកគឺថាឲ្យអត្រាពន្ធពីគ្រប់បណ្ដាប្រទេសទាំងអស់ចូលកម្ពុជាគឺពីដានពន្ធដាគឺកម្ពស់ត្រឹមតែ 35% ឬទាបជាង 35% ទៅទៀតដោយក្នុងអត្រាទំនិញ19មុខដែលក្រសួងពាណិជ្ជកម្មលោកបានដាក់នៅក្នុងតារាងនឹងអញ្ចឹងគឺថាមានតែមួយមុខទេខ្ញុំមើលនៅក្នុងតារាងនោះគឺមានតែមួយមុខទេរហូតដល់ 35% ក្រៅពីហ្នឹងគឺថាក្រោម 35% ទាំងអស់ឥឡូវនេះគឺថា19មុខហ្នឹងគឺថាបញ្ចុះនៅ 5% ស្មើទាំងអស់ហើយនេះគឺជាអំណោយផលធំណាស់
សម្រាប់ប្រជាជនកម្ពុជាដែលប្រើប្រាស់របស់ដែលនាំចូលពីសហរដ្ឋអាមេរិកជាពិសេសគឺសម្រាប់គ្រឿងហូបចុកអាហារសាច់គោប្រភេទសាច់ដែលកម្ពុជាយើងចូលចិត្តញ៉ាំសាច់គោ steak អាមេរិកកាំងឬក៏ហាងមួយចំនួនគឺថាយកសាច់គោអាមេរិកកាំងមកលក់នៅក្នុងប្រទេសកម្ពុជាពីមុនគាត់នាំចូលមកមានពន្ធថ្លៃគាត់លក់ក្នុងតម្លៃថ្លៃឲ្យប្រជាជនកម្ពុជាដែរដល់ឥឡូវពន្ធនៅសល់តែ 5% អញ្ចឹងគាត់ទៅបញ្ចុះតម្លៃលក់នឹងឲ្យប្រជាជនកម្ពុជាអាចមានលទ្ធភាពទទួលហូបចុកនឹងក៏បានធូរធារធូរស្រាលមួយកម្រិតដែរហើយដូចជារថយន្តដឹកទំនិញដូចជាសម្ភារៈកសិកម្មមួយចំនួនដែលពីមុននាំចូលថ្លៃឥឡូវបញ្ចុះមកនៅត្រឹម 5% ទាំងអស់នេះគឺជាកាយវិការទន់ភ្លន់បំផុតហើយគឺជាភាពឆ្លាតវៃរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជារបស់យើងដែលមានសេនាធិការគឺក្រសួងពាណិជ្ជកម្មកម្ពុជាធ្វើការជាមួយវាមិនដូចអ្វីដែលក្រុមមនុស្សមួយចំនួនចាំតែអង្គុយបំភ្លើសចាំតែពលឹះចាំតែបំភ្លៃខុសពីការពិតដើម្បីដុតកំហឹងប្រជាប្រដ្ឋឲ្យខឹងឲ្យច្រឡំឲ្យយល់ខុសអំពីបំណងល្អពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលទេយើងឃើញណាបរិយានេះគាត់នៅប្រហែលថ្ងៃគិតពីថ្ងៃទី3ខែមេសាឆ្នាំ2025មកដល់ថ្ងៃនេះគឺថ្ងៃទី6ខែមេសាឆ្នាំ2025រយៈពេលតែ3-4ថ្ងៃពួកអ្នកបំភ្លើសទាំងអស់នោះគឺនិយាយអត់មានការអៀនខ្មាស់គឺសាបព្រោះនៅសារព័ត៌មានតាមបណ្ដាញសង្គម YouTube Facebook និង TikTok ឬក៏ប្រព័ន្ធបណ្ដាញសង្គមរបស់ខ្លួនគឺចោទប្រកាន់មកលើកម្ពុជាថាកម្ពុជាយកពន្ធអាមេរិករហូតដល់ 97% ដែលតាមពិតវាអត់ជារឿងត្រឹមត្រូវវាគឺជារឿងខុសទាំងស្រុងដែលកម្ពុជាមិនបានយកទំនិញនាំចូលពីអាមេរិករហូតដល់ 97% នោះទេប៉ុន្តែអ្វីដែលពេលដែលកម្ពុជារដ្ឋាភិបាលសម្ដេចប្រមុខរដ្ឋាភិបាលបានសេរីខិតទៅប្រធានាធិបតីត្រាំដើម្បីសូមឲ្យមានការចរចាជាក់ច្បាស់មួយហើយសម្ដែងនៅកាយវិការភាពទន់ភ្លន់បាត់បែនក្នុងនាមភាពជាប្រទេសដែលមានចំណងការទូតជាមួយគ្នាមានទំនាក់ទំនងដោះដូរពាណិជ្ជកម្មជាមួយគ្នាហើយរដ្ឋមន្ត្រីពាណិជ្ជកម្មជំទាវចំនិមលបានផ្ញើលិខិតជូនទៅតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅទីក្រុង Washington DC បែរទៅជាលើកយកលិខិតនេះមកវាយប្រហារថាមិនក៏កម្ពុជាមិនខ្លាំងទៀតទៅមិនក៏អោនលំទោនមិនក៏ក្រាបទៅហើយថាទង្វើនឹងគឺជាទង្វើមិនថ្លៃថ្នូរថោកទាបតាមពិតអត់មានថាវាថោកទាបឬក៏អន់អីទាំងអស់គឺមែនតើនេះគឺបង្ហាញឲ្យឃើញគេហៅថាភាពថ្លៃថ្នូររបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាវិញទេដែលមិនឆ្លើយតបបែបបណ្ដាប្រទេសមួយចំនួនគឺថាតម្លើងពន្ធសងសឹកទៅសហរដ្ឋអាមេរិកវិញប៉ុន្តែគឺថាស្នើសុំបើកផ្លូវមានការចរចាមួយដើម្បីប្រយោជន៍ទាំងសងខាងពីព្រោះការចរចានេះមិនមែនស្វែងរកប្រយោជន៍សម្រាប់តែកម្ពុជាទេគឺប្រយោជន៍ទាំងសហរដ្ឋអាមេរិកថានាំចូលទំនិញមួយចំនួនចូលមកទឹកដីកម្ពុជាគឺបានការបញ្ចុះពន្ធហើយកម្ពុជាក៏អាចនាំយកទំនិញរបស់កម្ពុជាទៅសហរដ្ឋអាមេរិកដើម្បីឲ្យមានអត្រាពន្ធនឹងទាបហើយអ្នកប្រើប្រាស់ទំនិញកម្ពុជាដែលរស់នៅទឹកដីសហរដ្ឋអាមេរិកក៏ទិញបានទំនិញពីកម្ពុជាក្នុងតម្លៃថោកចំណែកប្រជាជនកម្ពុជាដែលប្រើប្រាស់ឬក៏ត្រូវការទំនិញពីសហរដ្ឋអាមេរិកយកមកហូបចុកឬក៏ប្រើប្រាស់ក៏ទទួលបានការទិញក្នុងតម្លៃថោកដូចគ្នាអញ្ចឹងផលប្រយោជន៍គឺនាំឲ្យទៅដល់ប្រជាជនប្រជាជាតិទាំងសងខាងហើយរដ្ឋាភិបាលប្រកាសណាស់គឺទទួលបានការគ្រប់គ្រងពីប្រជាជនរៀងៗខ្លួនចំណុចនេះគឺជាចំណុចឆ្លាតវៃគឺជាចំណុចពិសេសគឺជាគេហៅថាជាកាយវិការការទូតបាត់បែនតាមភាពវិជ្ជមានត្រឹមត្រូវដែលឈរលើគោលនយោបាយសន្តិនិងសហប្រតិបត្តិជាមួយបណ្ដាប្រទេសទាំងអស់នៅលើពិភពលោកអញ្ចឹងកម្ពុជាជាមួយអាមេរិកក៏ដូចគ្នាកម្ពុជាជាមួយចិនក៏ដូចគ្នាកម្ពុជាជាមួយអឺរ៉ុបក៏ដូចគ្នាកម្ពុជាជាមួយបណ្ដាប្រទេសអាស៊ីក៏ដូចគ្នាហើយយើងអត់ត្រូវការធ្វើការបកស្រាយអីថាអាមេរិកធ្វើអញ្ចឹងខុសឬក៏ត្រូវយើងអត់ត្រូវការបកស្រាយទេយើងគិតថាធ្វើយ៉ាងម៉េចរកដំណោះស្រាយដើម្បីជាប្រយោជន៍របស់ប្រជាជនទាំងសងខាងដើម្បីទទួលបានការទិញទំនិញពីប្រទេសនាំចូលពីអាមេរិកមកកម្ពុជាក៏កម្ពុជាប្រជាជនកម្ពុជាទិញយកទៅប្រើប្រាស់ទិញយកទៅហូបចុកបានថោកនាំចូលពីកម្ពុជាទៅលក់នៅអាមេរិកក៏ប្រជាជនអាមេរិកទិញយកទៅប្រើប្រាស់យកទៅហូបចុកបានថោកជាពិសេសនៅសហរដ្ឋអាមេរិកហ្នឹងក៏មានជនជាតិខ្មែរប្រជាជនខ្មែររស់នៅច្រើនចង់ប្រើប្រាស់ទំនិញដែលមកពីមាតុភូមិកំណើតរបស់ខ្លួនឯងគឺក្នុងតម្លៃថោកអាចប្រើប្រាស់បាននេះគឺជាកាយវិការមួយដែលខ្ញុំយល់ថាគឺជាកាយវិការដ៏គួរឲ្យគោរពបំផុតចំពោះថ្នាក់ដឹកនាំកម្ពុជា
ប៉ុន្តែវាសោកស្ដាយដែលខ្មែរមួយចំនួនគឺថាចាំតែឆ្កឹះចាំតែវាយប្រហារខុសពីការពិតហើយចង់មានចេតនាមួយប្រើប្រាស់នៅអត្រាពន្ធថ្មីរបស់សហរដ្ឋអាមេរិកក៏ដូចជាលិខិតរបស់សម្ដេចមហាបវរធិបតីនិងជំទាវចៅនិមលនេះមកធ្វើជាឧបករណ៍នយោបាយដើម្បីចំណេញនយោបាយរបស់ខ្លួនទៅវិញអញ្ចឹងខ្ញុំសូមជម្រាបដល់សាធារណជននិងប្រជាពលរដ្ឋខ្មែរទាំងរស់នៅទឹកដីខ្មែររស់នៅទឹកដីអាមេរិកទាំងអស់គឺថាយើងត្រូវយល់ថានេះគឺជាកាយវិការរបស់ប្រមុខដឹកនាំកម្ពុជារបស់យើងដែលគិតគូរទាំងសងខាងគិតគូរទាំងប្រជាជនខ្មែររស់នៅក្នុងប្រទេសខ្មែរគិតគូរទាំងប្រជាជនខ្មែររស់នៅលើទឹកដីអាមេរិកហើយចង់ឲ្យរដ្ឋាភិបាលអាមេរិកនិងរដ្ឋាភិបាលកម្ពុជាគឺបើកផ្លូវចរចារកដំណោះស្រាយរួមមួយដើម្បីឲ្យប្រជាជនទាំងសងខាងគឺប្រជាជនអាមេរិកនិងប្រជាជនកម្ពុជាទទួលបានផលប្រយោជន៍ធូរធារដូចគ្នាបាទអញ្ចឹងការបកស្រាយពន្លឹះផ្សេងរបស់ពួកអ្នកផ្សេងវាគ្រាន់តែជាវិច្ឆិតកម្មនៃគំនិតនយោបាយអគតិមួយដែលចង់យកឱកាសនេះវាយប្រហារមកលើរដ្ឋាភិបាលកម្ពុជាហើយបកស្រាយបំភ្លឺលើពីការពិតដើម្បីបញ្ឆេះកំហឹងប្រជាពលរដ្ឋតែប៉ុណ្ណោះបាទសូមអរគុណ